រឿងកូនខ្លាឃ្មុំនារដូវធ្លាក់ទឹកកកនៅលើវាលទឹកកកដ៏ធំមួយនៅក្នុងភូមិដ៏ស្រស់ស្អាតមានកូនខ្លាឃ្មុំមួយកំពុងតែរីករាយជាមួយនឹងរដូវធ្លាក់ទឹកកកនៅថ្ងៃដំបូងស្រទាប់ទឹកកកធ្លាក់ក្រាស់មែនទែនហើយភូមិឋានទាំងមូលបានគ្របទៅដោយទឹកកកកូនខ្លាឃ្មុំរីករាយជាខ្លាំងជាមួយនឹងការលេងស្គីរបស់គេដោយអស់កម្លាំងពីការលេងស្គីនោះកូនខ្លាឃ្មុំបានធ្វើដំណើរចូលទៅក្នុងផ្ទះរបស់គេមកដល់ក្នុងផ្ទះកូនខ្លាឃ្មុំបានឃ្លានអាហារពេលល្ងាចរបស់គេជាខ្លាំងគេក៏ញ៉ាំអាហារផ្លែឈើដែលគេចូលចិត្តបន្ទាប់មកទៀតកូនខ្លាឃ្មុំក៏ចាប់ផ្ដើមរៀបចំខ្លួនដើម្បីនឹងចូលសម្រាកយប់មកដល់កូនខ្លាឃ្មុំបានគេងដើម្បីយកកម្លាំងនៅថ្ងៃស្អែករៀបចំខ្លួនរួចជាស្រេចកូនខ្លាឃ្មុំក៏បានធ្វើដំណើរទៅដើរលេងPenguin គឺជាមិត្តសម្លាញ់របស់ខ្លាឃ្មុំម្នាក់នៅក្នុងចំណោមមិត្តម្នាក់ទៀតហើយនេះគឺជាមិត្តរបស់គេម្នាក់ទៀតដែលពួកគេទាំង3នាក់គឺជាមិត្តសម្លាញ់នឹងគ្នាពួកគេទាំង3បានណាត់គ្នានៅក្នុងការធ្វើដំណើរទៅលេងលើវាលទឹកកកជាមួយនឹងគ្នានៅថ្ងៃនោះហើយមិត្តទាំង3សប្បាយរីករាយជាខ្លាំងក៏បានបបួលគ្នាបន្តលេងទឹកកកជាមួយនឹងគ្នានៅលើភ្នំទឹកកកហើយពួកគេក៏បានសម្រេចគ្នាថាពួកគេនឹងចំណាយពេលមួយយប់ជាមួយនឹងគ្នាដើម្បីនឹងលេងទឹកកកហើយស្នាក់នៅបោះតង់នៅលើវាលទឹកកកនេះដែរពួកគេរីករាយនៅក្នុងការធ្វើ snowman ហើយក៏យប់មកដល់ពួកគេបានរៀបចំតង់សម្រាប់គេងនិងបោះតង់នៅទីនោះសម្រាប់គេងជុំគ្នាការចំណាយពេលរបស់ពួកគេបាននិយាយគ្នាបណ្ដើរសើចបណ្ដើរនិងញ៉ាំបណ្ដើរយប់ក៏មកដល់ពួកគេក៏បាននិយាយគ្នាលេងរហូតទៅដល់ពេលវេលាដែលពួកគេអស់កម្លាំងក៏ចូលដំណេករៀងខ្លួនថ្ងៃថ្មីមកដល់ពួកគេបានសម្រាកហើយរីករាយជាមួយនឹងថ្ងៃថ្មីព្រះអាទិត្យចាប់ផ្ដើមចាំងពន្លឺឡើងនិងភ្លឺនៅវាលទឹកកកម្ដងទៀត